ក្រោយពីមានការវិលត្រឡប់មកវិញនៃអ្នកទោសសង្គ្រាមឬឆ្លើយសឹករបស់អ៊ុយក្រែនចំនួន205រូបនោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសនៅលើ Telegram ដែលមានខ្លឹមសារដូចនេះថាទាហានការពារទឹកដីរបស់យើងឬក៏សាច់ឈាមយើងមានសេរីភាពហើយសាច់ឈាមយើងមកដល់ប្រទេសជាតិវិញហើយមកដល់មាតុភូមិវិញហើយបាទ pleasing news បាទព័ត៌មានគួរឲ្យរីករាយគឺការដោះដូរអ្នកទោសសង្គ្រាមឬហៅឆ្លើយសឹកបាទរូបភាពនេះគឺជារូបភាពទាហានអ៊ុយក្រែនដែលបានវិលមកកាន់មាតុភូមិវិញតាមរយៈការដោះដូរអ្នកទោសបាទកាសែត Q Post ចុះផ្សាយអត្ថបទមួយដាក់ចំណងជើងថា This moment doesn't feel real 205 Ukrainian pounds freed in major exchange with Russia នេះគឺជាសម្ដីទាហានអ៊ុយក្រែនម្នាក់ដែលបានវិលមកដល់ប្រទេសអ៊ុយក្រែនវិញគាត់និយាយថាពេលនេះមិនពិតដូចពិតពេលនេះពិតដូចមិនពិតទេអញ្ចឹងបានន័យថាក្នុងចិត្តរបស់គាត់ហ្នឹងគាត់តែងតែនឹកស្រមៃមកកាន់ប្រទេសរបស់គាត់ជួបជុំគ្រួសារវិញអញ្ចឹងគាត់ស្ទាបខ្លួនប្រាណគាត់ថាពិតមិនពិតនេះករណីនេះគឺអ្នកទោសសង្គ្រាមឬឆ្លើយសឹកអ៊ុយក្រែន250រូបត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោសដ៏ធំមួយជាមួយនឹងរុស្ស៊ីក៏គេមានអ្នកទោសដែលត្រូវដោះដូរដែរ Ukraine and Russia have completed another significant prisoner exchange on Tuesday, May 6, with 205 Ukrainian defenders released from Russian captivity. អ៊ុយក្រែននិងរុស្ស៊ីបាទ Prison Perfect បានបញ្ចប់នៅការដោះដូរអ្នកទោសជាការដោះដូរដ៏ធំបាទ significant ធំក៏បានដែរបាទជាការដោះដូរអ្នកទោសទៅវិញទៅមកដ៏ធំមួយលើកទៀតកាលពីថ្ងៃអង្គារទី6ខែឧសភានេះដោយទាហានការពារទឹកដីអ៊ុយក្រែនចំនួន205រូបត្រូវបានដោះលែងឲ្យមានសេរីភាពពីការឃុំឃាំងរបស់រុស្ស៊ី release នេះគឺជា past participle ដោយសារអីដោយសារយើងមានវិតនេះបាទអញ្ចឹង205 Ukrainian defenders នេះមិនមែនជា subject ទេបាទជា object របស់វិតដូច្នេះកន្លែងនេះគឺមានន័យថា who were released ours are free ours are at home President Volodymyr Zelensky announced on Telegram following the return of 205 Ukrainian pounds mean prisoner of war យើងអាចប្រែកន្លែងនេះមុនបានបាទក្រោយពីមានការវិលត្រឡប់មកវិញនៃអ្នកទោសសង្គ្រាមឬឆ្លើយសឹករបស់អ៊ុយក្រែនចំនួន205រូបនោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសនៅលើ Telegram ដែលមានខ្លឹមសារដូចនេះថាទាហានការពារទឹកដីរបស់យើងឬក៏សាច់ឈាមយើងមានសេរីភាពហើយសាច់ឈាមយើងមកដល់ប្រទេសជាតិវិញហើយមកដល់មាតុភូមិវិញហើយ Today Ukraine returned 205 soldiers young boys and adult men from almost all types and branches of the armed forces លោក Zelensky បានសរសេរនៅលើ Telegram ឬក៏នៅក្នុង Telegram នោះមានខ្លឹមសារបន្តទៀតដូចនេះថាថ្ងៃនេះអ៊ុយក្រែនបានទទួលទាហាន205រូបទាហានទាំងនេះគឺជាកុមារាក្មេងៗនិងយុវជនសុទ្ធតែ from almost all types មានន័យថាសុទ្ធតែចេញមកពីគ្រប់ប្រភេទនិងសាខានៃកងកម្លាំងប្រដាប់អាវុធទាំងអស់
ទីហ៊ានការពារទឹកដីបាទគឺការពារទីក្រុង Mariupol ទីហ៊ានការពារទឹកដីគឺការពារនៅខ្សែត្រៀមមុខទាំងអស់យើងឃើញថាមានវាសនាត្រឡប់មកប្រទេសជាតិវិញ Zelensky said the Ukrainian soldiers had been held in various Russian regions លោក Zelensky បានថ្លែងបន្តទៀតថានេះ indirect បាទនៅក្នុង reported speech លោក Zelensky បានថ្លែងទៀតថាទីហ៊ានអ៊ុយក្រែនមុននេះបាទមុនដោះលែងហ្នឹងគាត់ថាទីហ៊ានអ៊ុយក្រែនហ្នឹងត្រូវបានឃុំខ្លួននៅតាមតំបន់ផ្សេងរបស់រុស្ស៊ីហើយត្រូវគេចាប់ដាក់នៅក្នុងប្រព័ន្ធពន្ធនាគារបាទ subject to នេះមានន័យថាត្រូវគេយកទៅឃុំនៅក្នុងប្រព័ន្ធពន្ធនាគារ with a single task ភារកិច្ចឬកិច្ចការងារតែម្យ៉ាងទេដែលរុស្ស៊ីយកអ៊ុយក្រែនយកទៅឃុំឃាំងនោះគឺ to humiliate and destroy humanity គឺរុស្ស៊ីហ្នឹងគឺក្នុងបំណងកិច្ចការងារហ្នឹងគឺធ្វើឲ្យអាម៉ាស់បាទយកទៅធ្វើឲ្យអាម៉ាស់និងបំផ្លាញមនុស្សជាតិ We return them and I thank everyone who worked on this exchange. Thank you to our partners, especially the United Arab Emirates, for mediation and assistance. នៅក្នុងសារនោះលោក Zelensky បានមានប្រសាសន៍ថ្លែងអំណរគុណអ្នកដែលមានឧបការៈដូចនេះថាយើងបានទទួលទាហានស្នេហាជាតិការពារទឹកដីរបស់អ៊ុយក្រែនមកវិញហើយខ្ញុំសូមថ្លែងអំណរគុណគ្រប់គ្នាដែលខិតខំធ្វើកិច្ចការងារដោះដូរអ្នកទោសនេះមិនភ្លេចថ្លែងអំណរគុណដល់ប្រទេសឬក៏ដៃគូរបស់យើងគ្រប់គ្នាជាពិសេសហ្នឹងគឺអារ៉ាប់រួមបាទអំណរគុណបាទថ្លែងអំណរគុណរឿងកិច្ចការជួយសម្រុះសម្រួលហើយនឹងផ្ដល់ជំនួយផ្សេងៗ Thank you to those who care and continue to speak out about Ukrainians in captivity, the president added. លោកប្រធានាធិបតី Zelensky បានមានប្រសាសន៍បន្ថែមទៀតថាសូមថ្លែងអំណរគុណផងដែរដល់បងប្អូនឬក៏អ្នកទាំងឡាយណាដែលមើលថែទាំខ្វល់ខ្វាយដែលតែងតែខ្វល់ខ្វាយនិងបន្តហ៊ាននិយាយពាក្យ speak out ណាបាទបន្តហ៊ាននិយាយហ៊ានតវ៉ាអំពីរឿងជនជាតិអ៊ុយក្រែនដែលជាប់ឃុំឃាំង The Kyiv Post team was on the scene ក្រុមបុគ្គលិកសារព័ត៌មាន The Kyiv Post បានចុះទៅដល់កន្លែងកើតហេតុដោយជួបជាមួយនឹងទាហានស្នេហាជាតិការពារទឹកដីអ៊ុយក្រែនដែលត្រូវបានដោះលែងឲ្យមានសេរីភាពនោះ Families stood for hours, some holding sunworn posters, others clinging to framed photographs, not only hoping to welcome someone back. ថ្លែងពីក្រុមគ្រួសារអ្នកទោសសង្គ្រាមឬក៏ឆ្លើយសឹកនៅអ៊ុយក្រែននោះក្រុមគ្រួសារបានទៅឈរចាំរាប់ម៉ោងអ្នកខ្លះមានកាន់ poster បាំងពន្លឺព្រះអាទិត្យក្តៅបាទខែនេះក្តៅហើយសមាជិកគ្រួសារផ្សេងទៀតមានកាន់រូបថតដែលមានដាក់ស៊ុំស្អាតណាស់រូបថតមនុស្សជាទីស្រឡាញ់ Not only hoping មិនត្រឹមតែពួកគេសង្ឃឹមថានឹងទទួលស្វាគមន៍មនុស្សណាម្នាក់ដែលជាសាច់ញាតិរបស់ពួកគេត្រឡប់មកវិញប៉ុណ្ណោះទេថែមទាំងចង់ដឹងព័ត៌មានអំពីអ្នកទាំងឡាយណាដែលនៅបាត់ដំណឹងសូនឈឹងនៅឡើយដែលមនុស្សជាតិណាមានចិត្តមានវេទនាសញ្ញាសង្ខារវិញ្ញាណដូចគ្នាណាបាទ Kyiv Post correspondent spoke with several families who have been searching for answers for years
ក្នុងឱកាសនោះអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានឬកាសែត Q Post បានជួបសម្ភាសសាកសួរក្រុមគ្រួសារមួយចំនួនដែលនៅកំពុងតែតាមស្វែងរកចម្លើយសម្រាប់សាច់ញាតិរបស់ខ្លួននឹងរាប់ឆ្នាំមកហើយ One woman shared that she has spent the past 4 years looking for her brother who disappeared during the early months of Russia full-scale invasion យើងប្រែដដែលទៅពាក្យពេចន៍អីដូចមិនសូវចាល់ទេមែនទេបាទស្ត្រីម្នាក់បានចែករំលែកព័ត៌មានជាមួយនឹងអ្នកយកព័ត៌មានរបស់យើងថាគាត់បានប្រើពេល4ឆ្នាំមកហើយ4ឆ្នាំមកនេះគាត់តែងតែទន្ទឹងស្វែងរកបងប្រុសរបស់គាត់ដែលបងប្រុសរបស់គាត់បានបាត់ខ្លួនឈឹងបាត់ខ្លួនហ្នឹងគឺក្នុងអំឡុងប្រមាណខែដំបូងនៃការឈ្លានពានពេញបន្ទុករបស់រុស្ស៊ី Every exchange I come here she said quietly ស្ត្រីអាចថាប្អូនស្រីបាទស្ត្រីជាប្អូនស្រីរូបនេះបាននិយាយទាំងស្រងោតស្រងាត់ថារាល់លើកដែលមានការដោះដូរអ្នកទោសខ្ញុំតែងតែមកទីនេះហើយខ្ញុំមកនេះគឺខ្ញុំស្ពាយរូបថតបងប្រុសរបស់ខ្ញុំហើយខ្ញុំមកដើរសួរគ្រប់គ្នាដែលមានឱកាសវិលត្រឡប់មកវិញខ្ញុំសួរថាតើមានឃើញរូបម្នាក់នេះទេមានឃើញបងខ្ញុំទេខ្ញុំគ្រាន់តែចង់ដឹងថាតើគាត់រស់ឬស្លាប់បាទគាត់នៅរស់ដែរឬទេមិនទាន់ហ៊ានបាំងស្គលទេ Another woman held out photograph of Freeman Okay ស្ត្រីដែលជាសាច់ញាតិម្នាក់ទៀតកាន់រូបថតគួរឲ្យស្រណោះណាស់បីកាន់រូបថតសុទ្ធតែប្រុស3នាក់ប្រុស3កាន់រូបថតប្រុស3នាក់ប្រុសម្នាក់ជាស្វាមីរបស់គាត់ហើយម្នាក់ទៀតត្រូវជាបងប្អូនប្រុសហើយម្នាក់ទៀតហ្នឹងក៏បងប្អូនថ្លៃបាទបងប្អូនប្រុសថ្លៃអ្នកទាំងអស់គ្នាគឺនៅបាត់ដំណឹងសូនឈឹងបាទនៅបាត់ខ្លួននៅឡើយគាត់និយាយរៀបរាប់ថាផ្ទះខ្ញុំសប្តាហ៍ថ្ងៃនេះស្ងាត់ជ្រងំស្ងាត់ឈឹងអត់មាននរណាលេងប៊ីអីទៀតទេស្ងាត់ឈឹងគាត់ថាស្ងាត់ឈឹងប៉ុន្តែ we are strong ប៉ុន្តែយើងនៅតែរឹងមាំបាទ While tears of relief marked many reunions a quieter grief lingered among those still searching Tears of relief មានន័យថាទឹកភ្នែកដែលបានសម្រក់មកធូរស្បើយណាបាទទោះបីជាដំណក់ទឹកភ្នែកស្រក់ចេញដោយធូរចិត្តនេះជាសញ្ញាបាទជាសញ្ញាបង្ហាញពីការជួបជុំគ្រួសារសម្រាប់មនុស្សជាច្រើនក្តីក៏សេចក្តីទុក្ខសោកពាក្យ grief បាទសេចក្តីទុក្ខសោកក្នុងចិត្តដែលនិយាយមិនចេញនៅវិលវល់ lingered បាទ lingered នៅវិលវល់ក្នុងចិត្តអ្នកដែលនៅកំពុងស្វែងរកសាច់ញាតិនៅឡើយសំណោះហ្នឹងណាអនុស្សាវរីយ៍អតីតកាលធ្លាប់រស់នៅបាត់ដំណឹងឈឹងទៅ When the buses finally arrived a wave of joy moved through the crowd បានគេបែរកាមេរ៉ាទៅថានៅពេលដែលរថយន្តក្រុងដឹកឆ្លើយសឹកនៅទីបំផុតបានមកដល់ចាំរាប់ម៉ោងទីបំផុតបានមកដល់នោះការរាដៃដោយក្តីរីករាយបៃតៈសមនស្សរីករាយនឹងគឺថារំជួលអស់ហើយនៅក្នុងមហាជនដែលរងចាំនោះភាគច្រើននៃអ្នកទោស
សង្គ្រាមឬក៏ឆ្លើយសឹកដែលត្រូវបានដោះលែងនោះទឹកមុខញញឹមញញែមនៅពេលដែលពួកគាត់ដើរចុះពីរថយន្តក្រុងនោះរំជួលចិត្តបាទ overwhelmed មានន័យថារំជួលចិត្តស្រក់ទឹកភ្នែកដោយបានវិលត្រឡប់មកជន់ទឹកដីអ៊ុយក្រែនវិញខ្លះក៏យកដីដាក់លើក្បាលថើបដីអញ្ចឹងណាបាទអញ្ចឹងយើងបញ្ចប់ព័ត៌មានអ្នកទោសនឹងប៉ុណ្ណឹងខ្វះខាតសូមអធិស្ឋានបាទ